ប្ដូរដៃគូរួមទំនេរច្រើនមិនបានការពារប្រើប្រាស់ស្រោមត្រឹមត្រូវតែអាចធ្វើឲ្យបងបងស្ត្រីបងបងបុរសឆ្លងការរោគពិតមែនដែរឬទេសម្រាប់បងប្អូនសម្រាប់តេតងទៅលើបងបងស្រីបងបងបុរសក៏ដោយដែលតែងតែប្ដូរដៃគូរួមទំនេរច្រើនមិនបានការពារប្រុងប្រយ័ត្នត្រឹមត្រូវគឺងាយក្នុងការឆ្លងតេតងទៅលើជំងឺកាមរោគច្រើនមែនតើជាពិសេសតេតងទៅលើបញ្ហាសិមន់ដែលមានការដុសដុំសាច់នៅលើតំបន់ប្រដាប់ភេទបែបជារៀងកញ្ញុមកញ្ចុំពីផ្កាខណៈបែបការស្ពៃបែបកពឹសក្រួយបែបខ្លែបក្រួយសាច់រីប៉ាយបងប្អូនណាទី2មានការកកើតមានទៅលើបញ្ហាប្រមេះតបាយហូរខ្ទុះចេញពីពហុនោមក្តៅនោមកាហាយនោមឈឺអាលៀកនៅបរិវេណពហុនោមតែម្ដងទី3ចាប់ផ្ដើមមានទៅលើបញ្ហាស្វាយដែលមានការឡើងរបៀបជារៀងកន្ទួលអុចនៅបរិវេណបាតដៃប្រអប់ជើងឬក៏នៅលើតំបន់សម្ងាត់នៅទ្រង់នៅក្នុងឯគឺក៏កើតមានច្រើនខ្លាំងមែនទែនអ្នកខ្លះគឺគាត់វិវត្តបានន័យថាមានដៃគូច្រើនវិវត្តរហូតទៅដល់មានបញ្ហាធំនៃបញ្ហា HIV តែម្ដងអញ្ចឹងសម្រាប់ទៅលើបងបងស្រីបងបងបុរសដែលកំពុងមានបញ្ហាក្តីដែលមិនទាន់មានបញ្ហាក្តីប៉ុន្តែចង់បានតាក់ទងជាមួយនឹងការថែទាំសុខភាពដែលល្អនាងខ្ញុំអាចផ្ដល់ជាយោបល់អាចសាកប្រើប្រាស់តាក់ទងជាមួយនឹងផលិតផលធម្មជាតិ Freemy បានចា៎ Freemy គឺជាផលិតផលធម្មជាតិអត់មានសារធាតុជាតិគីមីទេជួយដោះស្រាយនិងទៅសម្លាប់ពពួកមេរោគពីខាងក្នុងនៃគ្រាប់ឈាមយ៉ាងល្អមែនតើហើយបងប្អូនចង់បានតាក់ទងជាមួយនឹងដំណោះស្រាយចា៎បងប្អូនចង់ធ្វើការប្រឹក្សាសុខភាពត្រឹមត្រូវអាចតាក់ទងមួយគ្រូនៅលេខទូរស័ព្ទទាំង3ខ្សែនេះបាននាងខ្ញុំអ្នកគ្រូសីពៅអរគុណបងប្អូនទាំងអស់គ្នា